ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទកៅលីឡាមានប្រធានបទមួយចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាដែលប្រធានបទរបស់ខ្ញុំថ្ងៃនេះគឺមានឈ្មោះថាថ្នាំប៉ាប់មានន័យថា post exposure prophylaxis ដែលមានន័យថាគឺជាការបង្ការការពារការឆ្លងនៅមេរោគអេដស៍ដែលសំដៅលើការប្រើប្រាស់ឱសថដើម្បីការពារកុំឲ្យមានការឆ្លងមេរោគអេដស៍ក្នុងរយៈពេល72ម៉ោងប៉ាប់គឺប្រើប្រាស់តែក្នុងករណីបន្ទាន់តែប៉ុណ្ណោះហើយគឺមួយទៀតហ្នឹងគឺប្រើប្រាស់សម្រាប់តែបុគ្គលិកនៅក្នុងវិស័យសុខាភិបាលហើយចំពោះការប្រើប្រាស់ប៉ាប់ហ្នឹងគឺយើងប្រើប្រាស់នៅពេលដែលយើងមានអារម្មណ៍ថាយើងសង្ស័យឬបានប្រឈមឬប៉ះពាល់ជាមួយទៅនឹងអ្នកផ្ទុកមេរោគអេដស៍ដូចជាការរួមភេទដោយមិនបានប្រើប្រាស់នៅស្រោមអនាម័យហើយប្រើប្រាស់នៅស្រោមអនាម័យមិនបានត្រឹមត្រូវស្រោមអនាម័យបែកឬដាច់រលាត់ការប៉ះពាល់ជាមួយទៅនឹងឈាមឬទឹករំអិលអ្នកផ្ទុកនៃជំងឺអេដស៍ការមុតម្ជុលមុតរបស់មុតស្រួចប៉ះពាល់ទៅលើដំបៅអ្នកដែលផ្ទុកនៅមេរោគអេដស៍ចំពោះវិធីនៃការប្រើប្រាស់ប៉ាប់គឺយើងត្រូវប្រើប្រាស់ប៉ាប់ឲ្យបានមុន72ម៉ោងក្រោយពេលប្រឈមហើយរយៈពេលនៃការប្រើប្រាស់គឺប្រើប្រាស់នៅក្នុងរយៈពេល28ថ្ងៃក្នុងកំឡុងពេលដែលអ្នកប្រើប្រាស់ប៉ាប់អាចមានផលប៉ះពាល់ដូចជាការក្អួតចង្អោររាគឈឺក្បាលនិងវិលមុខផងដែរក្នុងករណីដែលបងប្អូនមានការសង្ស័យថាខ្លួនបានប្រឈមជាមួយនឹងអ្នកផ្ទុកមេរោគអេដស៍សូមអញ្ជើញបងប្អូនទៅពិគ្រោះនិងប្រឹក្សានឹងគ្រូពេទ្យដើម្បីប្រើប្រាស់ឱសថប៉ាប់ឲ្យបានទាន់ពេលវេលាអត្ថបទខាងលើនេះខ្ញុំបានដកស្រង់ចេញពីគេហទំព័រមួយដែលមានឈ្មោះថា hiv.info.nih.government របស់សហរដ្ឋអាមេរិក